ចូលពីសានខ្មៅណែតតឆ្វេងណាគេថាកាត់គោរំជួយមកឆ្វេងស្រាំ1 2កន្លែងហ្នឹងហើយឆ្ងាញ់កែង1 2ដាវីនចូលមកកែងពីសានខ្មៅអីយ៉ាអើយបាទចាប់ផ្ដើមក្តៅមិនសិនហើយតកັບតឡាចមួយចាក់ជង្គង់មួយពីសានខ្មៅឆ្វេងមួយលេខដៃស្អាប់ណែកែងមួយពីសានខ្មៅល្អមែនទែនកែងមួយទៀតពីសានខ្មៅមង្គលខៀវកែងមួយទៀតពីមង្គលខៀវអូយអីយ៉ាយ៉ាងម៉េចអីយ៉ាដូចជាមានស្នាមអូទី1រ៉ោន1បាទលោកស្រីបាទទេសនាសម្រាប់ទឹកទី1កីឡាករបង្គោលក្រមបាទគេមានឈ្មោះវុឌ្ឍដាវីនហើយមង្គលខៀវបាទសែនខ្មៅតែធាក់1 2ពីសែនខ្មៅអោបគ្រាពីសែនខ្មៅចាក់ជង្គង់ពីសែនខ្មៅសែនខ្មៅមង្គលខៀវដាវីនមង្គលក្រមណែស្ដាប់ម្ដាយណែកែងរុះ1 2ដាវីនណែកាប់តឡាចមួយលឺសូតប្រាប់ធាក់ទប់ណែច្រត់អីសីស្រាលណែស្ដាប់មកជើងជាប់ប្រាស់ពីដាវីនដើរចូលពីសែនខ្មៅណែតតឆ្វេងណាគេថាកាត់គោរំជួយមកឆ្វេងស្ដាំ1 2ពីសែនខ្មៅមង្គលខៀវដើរចូលស្ដាំមកជើងពីដាវីនចូលក្តៀតក្អមបើគេហៅថាកន្លែងហ្នឹងហើយឆ្ងាញ់កែង1 2ដាវីនចូលមកកែងពីសែនខ្មៅអីយ៉ាអើយបាទចាប់ផ្ដើមក្តៅមិនសិនហើយតកັບតឡាចមួយចាក់ជង្គង់មួយពីសែនខ្មៅដើរចូលពីសែនខ្មៅឆ្វេងពីបាទឆ្វេងស្ដាំពីសែនខ្មៅល្អមែនទេស្ដាំមកជើងសងមកវិញពីកីឡាករមង្គលក្រមដាវីនដើរចូលពីសែនខ្មៅកាប់តឡាចមួយពីសែនខ្មៅចាក់ជង្គង់មួយពីកីឡាករមង្គលខៀវសែនខ្មៅកែងពីសែនខ្មៅជង្គង់ពីសែនខ្មៅអូយកាយឆ្វេងមួយស្រាលតែស្នាជាបន្តស្ដាំមកជើងសងម្នាក់ជើងដើរចូលកែងណែបត់កែងមួយស្ទាំងឆាប់អើយណែស្រាលតែមិនចូលគោលដៅតែស្នាជាបន្តកែងមួយណែណាកែងមួយទៀតពីកីឡាករមង្គលខៀវសងមកវិញពីមង្គលក្រមដាវីនដើរចូលឆ្វេងស្ដាំ1 2អោបគ្រាចាក់ជង្គង់ពីសែនខ្មៅបាទខ្ទាស់បាទលោកគ្រូញ៉ាកដាលោកគ្រូសេងបានបាទចាប់បំបែកតែស្នាជាបន្តដើរចូលពីសែនខ្មៅមង្គលខៀវដើរចូលទៅណែឆ្វេងស្ដាំ1 2ពីសែនខ្មៅស្ដាំមកដៃពីដាវីនសងមកវិញសងឆ្វេងមកវិញពីសែនខ្មៅឆ្វេងស្ដាំ1 2ពីសែនខ្មៅមង្គលខៀវអូយទៅចាក់ជង្គង់មួយពីសែនខ្មៅស្ដាំមេបាទសំសំលេងមួយមកបាទទេសនាជាបន្តបងប្អូនដើរចូលធាក់ទប់1 ពីដាវីនមង្គលក្រមស្ដាំមកដៃពីមង្គលក្រមដើរចូលពីសែនខ្មៅមង្គលខៀវឆ្វេងស្ដាំពីសែនខ្មៅណែស្ដាំមកដៃពីសែនខ្មៅសងមកម្នាក់មកដៃមួយលេងដៃឆ្វេងមួយលេងដៃស្ដាំណែកែងមួយពីសែនខ្មៅល្អមែនទែនកែងមួយទៀតពីសែនខ្មៅមង្គលខៀវកែងមួយទៀតពីមង្គលខៀវអូយអាយ៉ាយ៉ាងម៉េចអីអាយ៉ាដូចជាមានស្នាមហើយអត់ទេមានអត់លោកគ្រូអូយមានស្នាមបាត់ហើយអូយសំសំលេងមួយមកអូយខ្ញុំខៀវអ្នកវាយមកបែកខៀវអីខ្ញុំមើលអត់តនេះបងប្អូនសូមសំលេងផ្ទះដៃមួយមកអូយខ្ញុំស្មានតែកីឡាករមង្គលក្រហមតែមិនមែនក្រហមមើលទៅខៀវអ្នកវាយកែងតែខៀវអ្នកបែកបាទសង្វៀនកែវនីគុណខ្មែរបាទតែจะនាំកីឡាករល្អមកផ្ដល់ជូនដល់បងប្អូនយើងបានទេសនាយើងនៅសល់ថ្ងៃស្អែកមួយថ្ងៃទេបងប្អូនបាទលោកគ្រូពេទ្យកំពុងតែពិនិត្យអូយបាទយ៉ាងណាលោកគ្រូអូយបាទយើងចាំមើលលទ្ធផលពីលោកគ្រូពេទ្យបន្តឬមួយប្រជុំបន្តឬមួយក៏ប្រជុំបាទយ៉ាងណាយ៉ាងណីលោកគ្រូអីយ៉ាអីអូយលោកគ្រូពេទ្យថាពេជ្រសុំប្រជុំហើយដាវីនបើកឃុំឲ្យគេវាយនេះកន្លែងនេះកែងមួយណាមកកន្លែងបែកមិញមកចាំអ៊ុតទាំងអស់គ្នាមើលនេះកន្លែងនេះកែងមួយពីសែនខ្មៅតែមិនតាន់អូមកបាត់ហើយអាយ៉ាមើលបើយ៉ាងណាយ៉ាងណីបាទអរគុណច្រើនបាទកន្លែងនេះហើយលោកគ្រូបាទលោកគ្រូពេទ្យក៏ថាបន្តទៀតអត់កើតទេអរគុណបាទសូមផ្ដល់បាទទូនាទីជូនទៅដល់បាទលោកគ្រូគណៈកម្មការបច្ចេកទេសបាទប្រកាសលទ្ធផលបាទសូមអរគុណ
កីឡាករបង្គោលក្រហមវុតដាវិនទទួលជ័យជំនះដោយកីឡាករបង្គោលខៀវមានរបួសបញ្ឈប់ក្នុងទឹកទី1